ស្ងោរស៊ុបជាមួយសាច់ឡែមជាប់ឆ្អឹងនេះបងប្អូនអត់ធំក្លិនឆ្អេះធំក្លិនសាយទេឆ្ងាញ់ណាស់អញ្ចឹងទៅមើលវិធីខ្ញុំស្លទាំងអស់គ្នាមកពីនាំកូនដើរលេងនៅផាកវិញបងប្អូនចូលផ្សារម៉ម៉ាកេតទៅទិញល្ហុងហើយនឹងការ៉ុតយកមកស្ងោរស៊ុបជាមួយសាច់ឡែមលាយឆ្អឹងនេះបងប្អូនមកកញ្ចប់នេះ27ប៉ុន្តែវាចុះ$4នៅសល់តែ23ឯងហើយសាច់ជាប់ឆ្អឹងនេះខ្ញុំអត់ដឹងថាសាច់តាណាទេមើលទៅទ្រង់ទ្រាយវាស្តៀងឆ្អឹងកកបងប្អូនឆ្អឹងវាហ្នឹងណាហើយឥឡូវនេះខ្ញុំយកសាច់ហ្នឹងមកលាងវាច្បាច់អំបិលបងប្អូនខ្ញុំអត់ដែរធ្វើដែរលើកទី1ខ្ញុំទិញសាច់យកមកស្ងោរស៊ុបហ្នឹងណាខ្លាចវាធំក្លិនឆ្អេះធំសាអីចឹងណាបងប្អូនតែខ្ញុំច្បាច់លាងសពចឹងទៅខ្ញុំដាក់ត្រាំចោលចឹងទៅយើងមកធ្វើរៀបចំចិត្តបន្លែចិត្តអីទុកសម្រាប់ស្ងោរស៊ុបជាមួយសាច់ហ្នឹងអញ្ចឹងណាស្រាំតែយើងលាបចិត្តបន្លែហ្នឹងហើយអញ្ចឹងទៅខ្ទង់ប្រហែល4-5នាទីដែរបានចិត្តបន្លែហើយអញ្ចឹងទៅយើងក៏ទៅសម្អាតសាច់ហ្នឹងលាង3-4ទឹកឲ្យសអញ្ចឹងទៅដើម្បីការពារខ្លាចវាធំអីអញ្ចឹងណាបងប្អូនព្រោះខ្ញុំឮគេថាសាច់ហ្នឹងជួនកាលវាធំសាញ៉ាំអត់កើតចឹងណាហើយលើកទី1ខ្ញុំទិញយកមកធ្វើស៊ុបនេះចឹងទៅយើងក៏ការពារចឹងដែរតែយើងការពារcleanហើយបើវានៅតែធំក៏យើងមិនដឹងធ្វើមិនដែរប៉ុន្តែសំណាងល្អដែរវាសាច់ហ្នឹងអត់ធំអីបងប្អូនខ្ញុំកម្រទិញធ្វើមកពីខ្លាចវាធំអីចឹងណាហើយឥឡូវនេះបានចិត្តល្ហុងរួចហើយរៀបចំយើងចិត្តវាជាដុំទូចចឹងទៅយកទៅដាក់ស្លហើយខ្ញុំកាត់ល្ហុងហ្នឹងចំណិតដុំប៉ុនប្រហែលជា3ធ្នាប់បងប្អូនកាត់ធំពេកខ្លាចវាក្រផុយចឹងណាហើយនេះខ្ញុំមករៀបចំលាងសាច់នេះ3-4ទឹកហើយសាច់លាងវាតទឹករៀងថ្លាអញ្ចឹងទៅហើយយើងពូតវាអស់ទឹកបន្តិចទៅកុំឲ្យវាចូលទឹកនៅក្នុងសាច់ណាហើយរួចទៅកន្លែងនេះខ្ញុំមកអាំងម្ដេងបងប្អូនដុតម្ដេងឲ្យវាឈ្ងុយដុតម្ដេងឲ្យវាឈ្ងុយទៅបានដាក់បង់មួយទឹកស៊ុបយើងដែលដាំពុះហើយហ្នឹងហើយក៏បង់សាច់ហ្នឹងចូលជាមួយគ្នាតែម្ដងទៅហើយខ្ញុំក៏ធ្វើការថែមម្សៅស៊ុបមាន់ទឹកត្រីស្ករអំបិលចូលគ្នាឲ្យហើយទៅដើម្បីយើងមកងាស់ទៅវាចូលជាតិទៅក្នុងសាច់យើងហ្នឹងញ៉ាំទៅវាមានជាតិដែលយើងបង់គ្រឿងក្រៅយើងចូលហ្នឹងបងប្អូនឥឡូវនេះខ្ញុំមកធ្វើការដាក់ល្ហុងហើយនឹងការ៉ុតចូលនេះមកកូរវាភ្លក់មើលវាអត់តន់ផុយបងប្អូនប៉ុន្តែខ្ញុំមកភ្លក់មើលថារសជាតិហ្នឹងឆ្ងាញ់ដែលយើងដូចយើងចង់បាននៅបើថាអត់តន់ឆ្ងាញ់ទេយើងថែមរសជាតិតាមហ្នឹងទៀតទៅបងប្អូនហើយស្ងោរស៊ុបខ្ញុំឆ្អិនឲ្យចូលរួមទាំងអស់គ្នាស្ងោរស៊ុបឆ្អឹងឡែមសិតតែសាច់បងប្អូនណា